ហើយសួស្តីអ្នកនរគ្នាខ្ញុំមកប្រាប់អ្នកនរគ្នាតេតឹងជាមួយនឹងការយើងរៀនតពីវីដេអូមួយដែលតេតឹងជាមួយនឹង live នៃខែtrongវីដេអូនេះខ្ញុំធ្វើតេតឹងជាមួយនឹង channel ទី1ដែលតេតឹងជាមួយនឹងការ login role user login ពី user ធម្មតាទៅ TSA ចឹងមុននឹងអនុវត្តយើងត្រូវចូលទៅកាន់ channel ដើម្បីរៀន basic ដែលយើងរៀនតេតឹងជាមួយនឹង user ហើយនឹង change directory ទៅណាហើយនឹងរៀនពី file ហើយនឹងយល់ដឹងពី history មួយចំនួនសម្រាប់យើងរៀនចឹងមុនដំបូងយើងដើម្បីអនុវត្តយើងត្រូវចូលទៅកាន់ VMware របស់យើងសិនមកចឹងយើងចុចទៅកាន់ license OS ដើម្បីយើងរៀនពី command នោះអញ្ចឹងវានឹងឲ្យយើង login ចូលចឹងយើងដាក់ឈ្មោះមកចឹងឈ្មោះរបស់យើងឈ្មោះនេះទៅមកហើយយើង enter វាមកវានឹងត្រូវការ password អញ្ចឹងខ្ញុំវាយ password វាអញ្ចឹងអានេះខ្ញុំ login ចូលបានហើយវាជា machine មេរបស់ខ្ញុំដែលវាមានឈ្មោះ Select Local ណាអញ្ចឹងដើម្បីពីមកបានទៅ SA បានយើងត្រូវដឹងពី command មួយចំនួនអញ្ចឹងនៅនេះយើងវាយតេតឹងជាមួយនឹងIP address IP address ន័យថា ADDO នោះមានន័យថា IP address នេះបន្ទាប់មកវាចេញ IP address របស់យើងអញ្ចឹងយើងមើលវាមាន1ហើយនិង2ប៉ុន្តែជាក់ស្ដែងយើងយកIP address នៅក្នុងម៉ាស៊ីនរបស់យើងនេះដើម្បីយើងប្រើជាមួយនឹងពុទ្ធិអញ្ចឹងយើងនឹងប្រើ IP address មួយនេះ 192.168.132.151អញ្ចឹងខ្ញុំចូលទៅកាន់ពុទ្ធិអញ្ចឹងអ្នកទាំងអស់គ្នាគាត់តែនេះចុច 192.168 ហ្នឹងមកប៉ុន្តែដោយសារតែខ្ញុំបានវាយហើយវាសៀវវាយខ្ញុំដាក់ enter លើចឹងអ្នកទាំងអស់គ្នាក៏វាយដាក់ហ្នឹងមកហើយបន្ទាប់មកសៀវនោះវាបានហើយមួយទៀតនៅក្នុងហ្នឹងយើងអាចទៅយក keyboard ឬមួយក៏ font អីផ្សេងទៀតក៏បានដែរប៉ុន្តែខ្ញុំអត់ទេខ្ញុំយកតែប៉ុណ្្នឹងទេហើយសម្រាប់តាក់ទងមួយ font អ្នកទាំងអស់គ្នាយកបានយកទៅគឺសម្រាប់ខ្ញុំយក22ភាសាវាងាយស្រួលមើលចង់វាយ៉ាងធំចឹងអ្នកទាំងអស់គ្នាដាក់តាមហ្នឹងទៅពីបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចវាមកវានឹងឲ្យយើង login ហើយអញ្ចឹងឈ្មោះយើងជាយើងវាយហើយអញ្ចឹងខ្ញុំវាយឈ្មោះនេះបន្ទាប់មកវានឹងទាមទារ password របស់យើងអញ្ចឹងយើងវាយ password មកអូខេវា load មកហើយមួយទៀតជាក់ស្ដែងគឺយើងអត់ប្រើម៉ាស៊ីនមេទេដោយសារតែយើងប្រើម៉ាស៊ីន remote នៅខាងក្រៅព្រោះជាក់ស្ដែងយើងអាចនៅក្នុងម៉ាស៊ីន server ទេអញ្ចឹងយើងត្រូវ remove ខាងក្រៅទៅអញ្ចឹងយើងដាក់វាមកទៅយើងវាយវាថាwho am I ដោយសារវាចង់ដឹងថាណាគេអ្នកលុកចូលម៉ាស៊ីនមេរបស់វាហ្នឹងអញ្ចឹងបន្ទាប់មកយើងវាយមកវា enter អញ្ចឹងខ្ញុំអ្នកលុកចូលអញ្ចឹងវាលោតឈ្មោះខ្ញុំមកអញ្ចឹងយើងអាចមើលអញ្ចឹងយើងវាយ command pwd ដើម្បីមើល directory អញ្ចឹងខ្ញុំឈរនៅលើhome របស់ Zenith អញ្ចឹងខ្ញុំចុច ls អញ្ចឹងយើងមកមើល command មួយចំនួនទាក់ទងជាមួយ cd មានន័យថា change directory អញ្ចឹងយើងមើលតាមហ្នឹងទៅខ្ញុំដាក់ខាងលើនោះcd clear នេះចឹងឃើញពេលយើងវាយ command ls ទៅវានឹងទៅរូបរបស់យើង
មាននេះចឹងអ្នកនរគ្នាមើលបានអញ្ចឹងយើងវាយ CD មកដើម្បីយើងចូលទៅកាន់ directory របស់យើងវាយ CD ហើយ user USO មានន័យថា user oh my god sorry USO តោះមកយើង enter មកតោះមកយើងប្រើ ls ហើយនេះយើងចូលទៅកាន់រូបរបស់យើងណាអញ្ចឹងបើយើងចង់ចុចទៅក្រោយវិញយើងប្រើ CD ចុច2ចឹងមកវានឹងទៅក្រោយវិញអូវាដាក់ not found យើងវាយ CDចឹងអានេះយើងវាយយ៉ាងទៅបានណាយើង CD CD យ៉ាងស្លាប់មួយណាបន្ទាប់មកយើងដាក់ CD អញ្ចឹងសរុបមក CD យើងមានតែប៉ុណ្ណឹងអញ្ចឹងយើងចូលទៅចំណុចបន្ទាប់តើព្រមជាមួយនឹង directory ម្ដងអត់អានោះមានន័យថា list ពេលយើង check list ឧទាហរណ៍ថាយើងនៅក្នុង Windows យើងចង់បង្កើត អញ្ចឹងអត់អានោះមានន័យថា list ពេលយើងនឹងចូលមកដល់ user នេះពេលចូល directory យើងវិញអញ្ចឹងអាហ្នឹងមានតែប៉ុណ្ណឹងហើយយើងនឹងចូលមកក្នុង LS របស់យើងអញ្ចឹងយើងប្រើ LS ដើម្បីឆែក list ចឹងអ្នកនរគ្នាអាចមើលខ្លះនេះបានអ្នកដាក់ comment តាមនឹងចឹងអ្នកនរគ្នាអាចរៀនទៅបានមាន LS មាន directory ហើយ user ហើយនេះ login user ចឹងអ្នកនរគ្នាមើលតាមនេះទៅអ្នកនរគ្នាចង់ប្រើ command ផ្សេងៗក៏បានដែរចឹងចាំ research តាមហ្នឹងទៅមើលតាមហ្នឹងក៏បានដែរ